នៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញបងប្អូនជាក់ស្ដែងពីដំណើរការបង្កើតគោហើយគោបងប្អូនតែងតែជួបបញ្ហាមួយគឺឈឺពោះហើយមិនបើកស្បូនឬក៏មេមិនប្រឹងមេខ្សោយមិនងាយកើតឬក៏កើតហើយមិនងាយធ្លាក់សក់អញ្ចឹងក្នុងករណីនេះគឺដំណោះស្រាយល្អបំផុតនៅក្នុងអំឡុងពេលដែលសត្វឈឺពោះគឺបងប្អូនអាចប្រើដោយអ៊ីសាព្រុសនេះចាក់ទៅលើសាច់ដុំក៏បានតសៃវ៉ែនក៏បានដែរសម្រាប់បងប្អូនដែលចង់ឲ្យលះកើតរងចាំរយៈពេលខ្លីគឺចាក់ដោយចូលតសៃវ៉ែនគុំកតុយតែម្ដងគឺធ្វើការបានលឿននៅក្នុងនេះគឺខ្ញុំបង្កើតផ្ទាល់សាច់នឹងឈឺពោះរយៈពេលចូល5ម៉ោងហើយឡើងបែកទឹកភ្លោះណាតែកូនអត់មានប្រឹងមានហាកូនក៏អត់ប្រឹងមេក៏អត់ប្រឹងអត់ងាយចេញទេអញ្ចឹងគឺខ្ញុំចាក់ចូលទៅតាមរស័យវ៉ាន់គុំកតុយចំនួន 10cc តែកន្លះម៉ោងទេគឺមេចាប់ដើមប្រឹងខ្លាំងគឺយើងធ្វើការបង្កើតបានហើយក្នុងដំណើរការបង្កើតគោនេះមានន័យថាគោនឹងវាអត់មានចេញជើងមកបានអីទាំងអស់ទេតែស្បួនបាក់ហើយវាបតាក់នៅខាងក្នុងគឺយើងទាញជើងខាងក្នុងនឹងមកទាំងពីរហ្នឹងឲ្យស្របគ្នាមានន័យថាដូចយើងលើកដៃសាពះអោនថ្វាយបង្គំអញ្ចឹងទាញជើងទាំងពីរហ្នឹងឲ្យផុតមកបានប្រហែលជានិយាយទៅជង្គង់ហ្នឹងហើយនឹងកញ្ចក់វាបានវែងផុតណាហើយយើងចាប់ដល់បំពល់ក្បាលមកស្របគ្នាដូចយើងលើកសាពះអោនថ្វាយបង្គំនឹងឯងបន្ទាប់ពីយើងទាញបានហើយគឺយើងហឺតមកលក្ខណៈថាមេប្រឹងបន្តិចយើងទាញបន្តិចអញ្ចឹងបានបង្កើតគោបានស្រួលនៅក្នុងដំណើរការនៃការបង្កើតគោបានហើយអញ្ចឹងយើងចាប់ផ្ដើមជូតសម្អាតទឹកភ្លុះឬក៏យើងឲ្យលាក់ទឹកភ្លុះពីច្រមុះកូនគោនឹងឲ្យចេញទាំងអស់ឲ្យងាយស្រួលដកដង្ហើមជាងនេះទៅទៀតយើងធ្វើអញ្ចឹងឲ្យស្អាតអស់យើងងាកមកមើលមេគោរបស់យើងវិញដើម្បីជៀសវាងនៅមានន័យថាកើតកូនហើយមេយើងគេហៅថាជំងឺមួយថាជំងឺគ្រុនទឹកដោះឬក៏ខ្សោះទឹកដោះមេអស់កម្លាំងអីជាដើមហ្នឹងអញ្ចឹងយើងប្រើដោយអាមីឡៃស៊ីនេះដែលយើងចាក់តាមតសៃវ៉ែនក៏បានខំស្បែកក៏បានតែសម្រាប់បងប្អូនកសិករខាងចាក់តាមតសៃវ៉ែនមិនសូវជំនាញប្រហែលទេខ្ញុំណែនាំឲ្យចាក់តាមខំស្បែកចាក់តាមខំស្បែកគឺដោយប្រើខ្សែសេរ៉ូមគឺយើងព្យួរក្នុងមក10កន្លះលីត្រនេះឲ្យអស់តែម្ដងអញ្ចឹងគឺមេគោរបស់យើងនេះអត់មានបញ្ហាជំងឺគ្រុនទឹកដោះឬក៏មេបាក់មេខ្សោយខ្សោះទឹកដោះអីទេគឺសម្បូរទឹកដោះកូនបើសម្បូរកម្លាំងមិនអត់មានចេះមានបញ្ហាអីទេណាជាមួយនឹងអាមីឡាស៊ីនេះល្អបំផុតសម្រាប់មេគោដែលយើងបង្កើតគោនឹងឯងហើយនឹងថ្នាំប្រឆាំងការលេបបំបត្តិការឈឺចុកចាប់បញ្ចុះកម្ដៅគឺប្រើដោយក្រូនេស៊ីននេះចាក់ទៅលើសាច់ដុំអាសេសេ20គីឡូគឺតែប៉ុណ្្នឹងឯងទេគឺរួចរាល់ហើយក្នុងការដំណើរការបង្កើតគោមួយហ្នឹងហើយសម្រាប់បងប្អូនត្រូវការព័ត៌មានលម្អិតបន្ថែមជជែកប្រឹក្សាជាមួយនឹងខ្ញុំតាមរយៈលេខ015 961 288ហើយក៏បញ្ជាក់ជូនបងប្អូនដែរគឺខ្ញុំជាអ្នកបច្ចេកទេសខាងព្យាបាលខាងបង្កើតសព្វនិមិត្តបង្កើតអីគឺយើងមានទាំងស្រុងតែម្ដងអញ្ចឹងបងប្អូនអាចតាក់ទងមកលម្អិតជាមួយនឹងខ្ញុំតាមលេខខាងលើហ្នឹងបាទអរគុណច្រើនបាទ